នេះគឺជាក្តីសម័យដែលខ្ញុំប៉ងចង់បានជាយូរឆ្នាំណាស់មកហើយនោះគឺជាការលេង Mobile Legends បែបលក្ខណៈ 3D អញ្ចឹងណាកាលមួយនោះធ្លាប់នឹកឃើញថាបើសិនជាខ្ញុំបានលេង Mobile Legends ជាលក្ខណៈ 3D អញ្ចឹងនឹងជាលយយ៉ាងណាទេប៉ុន្តែឥឡូវនេះក្តីសម័យរបស់ខ្ញុំបានខ្លាចជាការប៉ັດគ្នាយើងឥឡូវនេះខ្ញុំអាចចូលមកលេង Game Mobile Legends ជាលក្ខណៈ 3D អញ្ចឹងបានហើយប៉ុន្តែសូមបញ្ជាក់គ្នាយើងបើអ្នកនរគ្នាចង់លេងលក្ខណៈបែប 3D អញ្ចឹងតើតើគ្នាយើងធ្វើការលេងនៅក្នុង Game Magic Share Go Go ណាហើយយើងលេងហ្នឹងគឺលេងជាទម្រង់ Hero របស់ Magic Share Go Go មិនមែនលេងជាទម្រង់ Hero នៅក្នុង Mobile Legends បែងយើងហ្នឹងទេប៉ុន្តែសប្បាយយ៉ាងណាស់តើគ្នាយើងមើលទៅគឺវាប្លែកខ្លាំងមែនតើណាគាត់លេង Game ម្ដងមើលកាមេរ៉ាពីលើតែបើស្អីនេះគឺលេងមើលកាមេរ៉ាពីចំហៀងហ្មងណាគឺថាលយខ្លាំងមែនតើណាហើយលើពីហ្នឹងនៅក្នុងវគ្គហ្នឹងគឺគេបានថែមទៅលើប៊ូតុងមួយដែលអាចធ្វើឲ្យយើងនឹងហក់ឡើងទៅលើអញ្ចាំងបានទេគ្នាយើងកាលពីមុនបើយើងចង់ហក់ឡើងដើរលើអញ្ចាំងអញ្ចឹងតើយើងធ្វើការលេងទៅលើ Hero Link ក៏ប៉ុន្តែឥឡូវនេះគឺយើងអស់បារម្ភទៀតហើយដោយសារតែវគ្គនេះយើងមានប៊ូតុងអាចហក់ឡើងលើអញ្ចាំងដើរដោយសេរីបានអញ្ចឹងណាគឺលយខ្លាំងមែនតើហើយនៅក្នុង game នេះខ្ញុំបានធ្វើការយកទៅលើ Hero Johnson ដោយសារតែលើថាវគ្គហ្នឹងបើសិនយើងលេង Hero Johnson គឺវាសុបាយអញ្ចឹងណាព្រោះឯនៅពេលដែលយើងបើកឡានបើកអីទៅគឺវាស្រួលមើលស្រួលអីអញ្ចឹងទៅហើយវាលយត្រង់ថាយើងអាចអស់មើល map ហ្នឹងជុំវិញខ្លួនបានអញ្ចឹងណាចង់អស់ទៅខាងណាក៏បានដែរគឺលយខ្លាំងមែនតើណាអូមួយតិចគ្នាយើងបើចូលមកនិយាយពី game Magic Share Go Go ហ្នឹងហើយខ្ញុំសូមមកប្រាប់គ្នាយើងបន្តិចថានៅ website Nevercry Store របស់ខ្ញុំនេះមិនមែនមានលក់ធម្មតែពេជ្រ game Mobile Legends ធម្មតាទេគ្នាយើងសូម្បីតែ game Magic Share Go Go នេះក៏ខ្ញុំមានលក់ជាពេជ្រដែរចឹងគ្នាអាចធ្វើការចូលទៅដាក់ពេជ្រនៅ website ខ្ញុំបានដែល link website នេះគឺមាននៅលើ profile page Nevercry ហ្នឹងបើមិនចង់ទេគ្នាអាចធ្វើការចូលតាម comment ដែលខ្ញុំតម្លាក់នៅខាងក្រោមហ្នឹងបានសម្រាប់គ្នាយើងណាដែលលេង game Magic Share Go Go ផ្លេចជួយចូលទៅ support ទិញពេជ្រខ្ញុំម្នាក់មួយផងណាសារតែពេជ្រខ្ញុំលក់នៅក្នុង website នេះគឺតម្លៃវារៀងធូរថ្លៃជាងនៅក្នុង game ទេគ្នាអាចចូលទៅមើលបានអញ្ចឹងណាហើយយើងអ្នកនេះខ្ញុំគិតថាវីដេអូយើងឥឡូវដូចមានតែប៉ុណ្្នឹងទេសម្រាប់គ្នាយើងមិនតាគ្នាយើងគិតយ៉ាងណាដែរចំពោះវគ្គមួយនេះអញ្ចឹងណាគិតថាសប្បាយលេងឬមួយក៏យ៉ាងណាផ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងណា